សូមជម្រាបសួរខ្ញុំបាទប្រតិតាជាសិស្សបណ្ឌិតសិក្សាជំនាញគោលយុវសាស្ត្រនៅ National Graduate Institute for Policy Studies នៅទីក្រុងតូក្យូប្រទេសជប៉ុនខ្ញុំមានតែជាស្វែងរកខ្លាំងនៅបានទទួលដំណឹងថាសម្ដេចទឹកបដីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលពិភាក្សាការងារជាមួយអាដាមអ៊ីស៊ីបាស៊ីហ្គារូនាយករដ្ឋមន្ត្រីប្រទេសជប៉ុននិងអញ្ជើញចូលរួមថ្លែងសន្និដ្ឋាននៅក្នុងសន្និសីទអន្តរជាតិលើកទី30ស្ដីពីអនាគតអាស៊ីនៅទីក្រុងតូក្យូនាចុងខែឧសភាខាងមុខនេះខ្ញុំសូមជូនពរសម្ដេចទឹកបដីនិងគណៈប្រភូជ័យធ្វើដំណើរប្រកបសុខភាពនិងទទួលបានជោគជ័យដល់រយៈចាំមកតាមទីសម្រាប់កម្ពុជាតាមរយៈដំណើរទស្សនកិច្ចមួយនេះខ្ញុំសូមអរគុណសួរដល់អ្នកនរគ្នាខ្ញុំបាទឈ្មោះវងលីហុងជាសហការផ្នែករោងចក្រផ្លាស្ទិកខេត្តអ៊ីបារ៉ាគីនៃប្រទេសជប៉ុនខ្ញុំបាទពិតជាមានអារម្មណ៍សំណរីករាយយ៉ាងខ្លាំងពេលដែលបានឮដំណឹងថាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានដឹកនាំនៃក្រុមការងារឡើងមកប្រទេសជប៉ុនដើម្បីពិភាក្សាការងារជាមួយនឹងប្រទេសជប៉ុនហើយខ្ញុំបាទសូមជូនពរឲ្យសម្ដេចនិងក្រុមការងារធ្វើដំណើរមកដោយសុខសុវត្ថិភាពសូមអរគុណលោកជំរាបសួរនាងខ្ញុំឈ្មោះមនស្រីណាជាសិក្ខាកាមដែលកំពុងរស់នៅក្នុងខេត្តអកាយមៈនៃប្រទេសជប៉ុននាងខ្ញុំសូមគាំទ្រនិងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចុះមកប្រទេសជប៉ុនដើម្បីជួបពិភាក្សាជាមួយឯកឧត្តមអ៊ីស៊ីបាជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននិងថ្លែងសន្និដ្ឋានថាក្នុងសន្និសីទអន្តរជាតិលើកទី30ដែលស្ដីអំពីអនាគតរបស់អាស៊ីនៃចុងខែឧសភាខាងមុខនេះនៅក្នុងទីក្រុងតូក្យូជាចុងក្រោយនាងខ្ញុំសូមគោរពជូនពរសម្ដេចធិបតីនិងគណៈប្រតិភូទាំងអស់ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពនិងជោគជ័យនៅក្នុងទស្សនកិច្ចមួយនេះបាទសូមជម្រាបសួរខ្ញុំបាទឈ្មោះណាំសុភ័ណ្ឌជាពលករជំនាញខ្ញុំបាទកំពុងតែស្នាក់នៅនិងធ្វើការងារនៅក្នុងប្រទេសជប៉ុនខ្ញុំបាទសូមធ្វើការគាំទ្រនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងគណៈប្រតិភូកម្ពុជាដែលនឹងអញ្ជើញមកកាន់ប្រទេសជប៉ុននៅក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននៅក្នុងឱកាសនោះផងដែរសម្ដេចធិបតីហ៊ុនម៉ាណែតក៏នឹងចូលរួមថ្លែងសន្និដ្ឋានថានៅក្នុងសន្និសីទអន្តរជាតិនៅទីក្រុងតូក្យូស្ដីអំពីអនាគតនៃអាស៊ីបាទហើយជាចុងក្រោយនេះខ្ញុំសូមជូនពរឲ្យសម្ដេចនិងគណៈប្រតិភូកម្ពុជាយើងទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរបាទសូមអរគុណបាទខ្ញុំបាទឈ្មោះសំហ៊ុនជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងខេត្តកណាកាវ៉ាស្រុកហីរ៉ាស្កានៃប្រទេសជប៉ុនខ្ញុំបាទពិតជាមានសេចក្តីសំណូរីរាយយ៉ាងក្រៃលែងដែលទទួលដំណឹងថាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាយើងលោកនឹងដឹកនាំប្រតិភូជាន់ខ្ពស់អញ្ជើញជួបពិភាក្សាការងារជាមួយអាយដាមអ៊ីស៊ីបានាយករដ្ឋមន្ត្រីជប៉ុនហើយក្នុងការនោះផងដែរក៏មានការថ្លែងសន្និដ្ឋានក្នុងសន្និសីទអន្តរជាតិលើកទី30ស្ដីអំពីអនាគតអាស៊ីនៅទីក្រុងតូក្យូនាចុងខែឧសភាខាងមុខនេះបាទខ្ញុំបាទសូមគោរពជូនពរសម្ដេចព្រមទាំងគណៈប្រតិភូទាំងអស់សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពព្រមទាំងទទួលបានជោគជ័យគ្រប់ភារកិច្ចថែមទៀតសម្រាប់ប្រទេសកម្ពុជាយើងក្នុងដំណើរទស្សនកិច្ចខាងមុខនេះផងដែរបាទ